ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅប៉ោយប៉ែតតិចតិចុំភ្លៀងនឹងពីយប់មកដល់ស្មានឹងភ្លៀងម្ដងទៀតហើយថ្ងៃនេះដែរជាថ្ងៃពិសាខបូជាក៏ដូចជាថ្ងៃសិលធំដែរហើយរចនាដាស់ខ្ញុំនៅពីបលំនេះរៀបចំដាំបាយធ្វើម្ហូបយកទៅវត្តផងនឹងយករាប់បាននៅវត្តមលុបស្ត្រីបើគាត់នៅផ្ទះខ្ញុំក្រោយផ្ទះខ្ញុំហ្នឹងក៏ហៅវត្តមលុបស្ត្រីហើយមកគ្មានចេះរីកអីទេជារៀងរាល់ថ្ងៃសិលរចនាក៏ស្លៀកសអញ្ចឹងនិយាយទៅគាត់ធម្មតាច្រើនគាត់ថាសម្រាប់ថ្ងៃសិលមួយថ្ងៃនេះគាត់នៅបួសនៅអីអញ្ចឹងហើយតែសារគាត់ដែរនៅថ្ងៃសិលគាត់អត់អាហារពេញមួយថ្ងៃអញ្ចឹងហើយខ្ញុំប្រាប់គាត់ដែរឲ្យញ៉ាំបួសទៅពេលល្ងាចអញ្ចឹងតែអត់ទេគាត់ថ្ងៃសិលមួយគឺគាត់ញ៉ាំបាយញ៉ាំអីទេមកពេលក៏មិនញ៉ាំដែរហើយល្ងាចអញ្ចឹងគេចាប់ផ្ដើមសមាធិសម្រួមចិត្តកន្លះម៉ោង1ម៉ោងអញ្ចឹងហើយបានគេរៀបចំអុជធូបអុជអីអញ្ចឹងទៅហើយខ្ញុំវិញខ្ញុំរៀនសមាធិដែរតែធ្វើអត់បានចិត្តអត់ស្ងប់សោះបរិយាណាក៏អាចធ្វើបានយូរទៅ1ម៉ោង2ម៉ោងដល់ឥឡូវ